កុំតន់ភ្លេចខ្លួនបើអ្នកប្រើប្រាស់ម៉ូតូអូតូ 160cc មកចាប់អារម្មណ៍ម៉ូតូ Honda Click 160cc មួយគ្រឿងនេះម្ចាស់ម៉ូតូជាអ្នកស្រឡាញ់ម៉ូតូខ្លាំងយើងគ្រាន់តែមើលការថែការលេងគ្រឿងម៉ូតូលម្អប៉ុណ្នេះក៏ដឹងថាជាអ្នកស្រឡាញ់ម៉ូតូខ្លាំងដូចគ្នាអញ្ចឹងការស្រឡាញ់លើម៉ូតូផ្នែកខាងក្រៅជារឿងមួយក៏ប៉ុន្តែផ្នែកខាងក្នុងគឺជារឿងសំខាន់ថ្ងៃនេះមកឆែកមើលមញងបំប្រេងឃើញថាមញងពណ៌សឬក៏ពណ៌លឿងមានសំណឹកសឹកគួរសមដែរមញងនេះអាចសន្មតបានថាប្រសិនបើម្ចាស់ម៉ូតូប្រើប្រាស់ប្រមាណជា2ទៅ3000គីឡូទៀតអាចនឹងសឹករះខ្លាំងតែម្ដងដោយបងប្អូនដឹងហើយថាមញងបំប្រេងនេះមិនមែនសឹកភ្លាមទេសម្រាប់ម៉ូតូថ្មីយ៉ាងហោចណាស់ក៏ប្រើប្រាស់បាន10000គីឡូដែរទើបមានសំណឹកកើតឡើងប៉ុន្តែនៅពេលដែលវាចាប់ផ្ដើមសឹកហើយគឺវាសឹករះលឿនតែម្ដងអញ្ចឹងទើបជាផលពិបាកមួយសម្រាប់បងប្អូនទាំងអស់គ្នានៅពេលធ្វើដំណើរផ្លូវឆ្ងាយគឺអាចមកសង្គ្រោះមិនទាន់ពេលឥឡូវចាំតើគាត់សម្រេចចិត្តក្នុងការផ្លាស់ប្ដូរមញងបំប្រេងស៊ីនពណ៌ខ្មៅឡើងវិញដោយរក្សាទឹកស្អំចាស់ដដែលដោយសារគាត់ទើបតែដូរទឹកស្អំតែប៉ុណ្ណោះអញ្ចឹងបងប្អូនដែលប្រើប្រាស់ម៉ូតូអូតូ 160cc ឬក៏ជា Noso 24ទាំងអស់ក៏បីមានការប្រុងប្រយ័ត្នទៅលើមញងបំប្រេងចំពោះម៉ូតូថ្មីកែគួរតែឆែកមើលក្រោយការប្រើប្រាស់10000គីឡូដោយឡែកម៉ូតូមកទឹកគួរតែឆែកមើលឲ្យហើយជៀសវាងមានបញ្ហាធ្ងន់ធ្ងរដល់ម៉ាស៊ីនម៉ូតូតែម្ដង